nó không phải sangเลยidiom có mình này song khăn សម្រាប់ការនិយាយដែរដូច្នេះវីដេអូនេះបង្ហាញ idiom 2ទី1 as a test ទី1ទៀត a bad egg អូខេចឹងដឹង idiom នៅទីនេះឬក៏សំនួរមហាសន្និនៅទីនេះមានន័យយ៉ាងណាតោះអ្នកនរគ្នាចាប់ដើមសិក្សាក្នុងវីដេអូនេះជាមួយនឹងខ្ញុំ as a test មានន័យថាប្រឡងឲ្យបានជាប់ឲ្យបានបន្ទុកខ្ពស់ទៀតណាអញ្ចឹងប្រឡងបានបន្ទុកខ្ពស់ប្រឡងបានលទ្ធផលល្អ as a test ណា as a test គឺប្រឡងបានបន្ទុកល្អប្រឡងបានបន្ទុកខ្ពស់បាន grade ល្អបាននិទេសល្អអ្នកនរគ្នាមើលទីហោនេះ she had actually aced a test in math a subject that had never come easily for her បញ្ជាក់ច្បាស់ណា a subject that had never come easily for her អូខេចឹងមានថាម៉េចដែរ she had actually បើប្រែតាមពិតទៅ actually មែនតែនទៅ actually ណាជាក់ស្ដែងណាឃើញទេចឹងមែនតែនទៅ she had aced a test នាងបានតែគេនាងបានប្រឡងជាប់ហើយបានបន្ទុកខ្ពស់ទៀតអានឹងរឿងការពិតគឺអញ្ចឹងin math ក្នុងការប្រឡងគណិតណា in math មានការប្រឡងគណិត a subject that had never come easily for her ជាមុខវិជ្ជាមួយដែលមិនដែលចេញស្រួលទេចំពោះនាងអត់តែលឺសូវគណិតហ្នឹងគឺឈឺក្បាលភាគច្រើនទៅវិញអ្នកវិទ្យាសាស្ត្រក៏ដោយសិស្សវិទ្យាសាស្ត្រក៏ដោយសិស្សសង្គមក៏ដោយក៏អត់សូវពេញចិត្តគណិតប្រហែលដែរព្រោះទៅវាលំបាកប៉ុន្តែបើមិនឆ្លងកាត់ការលំបាកមិនមានស្រួលមិនអញ្ចឹងដូច្នេះមុខជាគណិតហ្នឹងវាលំបាកមែនតែមុខជាអង់គ្លេសក៏មិនណយដែរក៏មិនថមថយដែរដូចគ្នាលំបាកដូចគ្នាទេឲ្យតែរៀនគឺជួបលំបាកហើយមិនអត់ទេទាំងគេទាំងខ្ញុំអូខេដូច្នេះ as a test មានថាប្រឡងឲ្យបានបន្ទុកខ្ពស់អញ្ចឹងធ្វើយ៉ាងណាក៏ដោយលំបាកយ៉ាងណាក៏ដោយពេលប្រឡងធ្វើមិនឲ្យ as a test ប្រឡងឲ្យបានបន្ទុកខ្ពស់ទៅលទ្ធផលចេញមកវាល្អគេទទួលយកទៅណាគេស្គាល់គ្រប់គ្នាអូខេ complete as a test អូខេមួយទៀតនេះគឺ a bad egg ណា a bad egg មានន័យថាម៉េចមនុស្សមិនគួរទុកចិត្ត a bad egg គឺមនុស្សមាត់ស្អុយមនុស្សមាត់ហៅមាត់ស៊ីផុកនិយាយអញ្ចឹងហ៎មាត់ស៊ីផុកមនុស្សមាត់ស្អុយមនុស្សមាត់ដាច់ណាអញ្ចឹងមនុស្សមាត់ដាច់គឺន័យអញ្ចឹង a bad egg ណាន័យអញ្ចឹងមនុស្សហ្នឹងគឺនិយាយស្អែតបានទេជាពិសេសការងារសម្ងាត់ការងារដែលគេនិយាយជាផ្លូវការគឺខ្ទេចខ្ទីអស់មានសល់ទេនៅស្ងាត់បាននៅស្ងៀមប្រហែលជាមាត់ហ្នឹងវាកាំងមិនទេមិនដឹងទេត្រូវតែនិយាយអូខេដូច្នេះ a bad egg មានថាមនុស្សមិនគួរទុកចិត្តមនុស្សមាត់ដាច់មនុស្សមាត់ស្អុយមនុស្សមាត់ទៅពេលពោចមនុស្សមាត់អីគេទេស៊ីអំបិលផុកហ្នឹងគេថាអូខេអត់តែអស់នេះមើលទីហោនេះ be careful of her មានថាម៉េចប្រយ័ត្ននាងផងណាប្រយ័ត្ននាងផងអត់ស្រួលទេនាងហ្នឹងណា be careful of her ប្រយ័ត្នអត់ស្រួលទេអ្នកហ្នឹងអត់បានទេ she is a bad egg នាងជាមនុស្សគួរទុកចិត្តទេជាមនុស្សមាត់ដាច់ជាមនុស្សមាត់អំបិលផុកជាមនុស្សចូលចិត្តស៊ីត្រាវគេជាមនុស្សចូលចិត្តពំរឿងនាំភ្លើងតាអូខេដូច្នេះប្រយ័ត្នអត់មាននិយាយរឿងកើតទេនិយាយបានលេខសាយតែរឿងការងារកុំមកសោះ she is a bad egg ជាមនុស្សនាំភ្លើងជាមនុស្សនាំចង្រៃជាមនុស្សមាត់ដាច់មាត់ស្អុយមាត់ស៊ីអំបិលផុកមាត់អេកអូចគឺ a bad egg ដូច្នេះក្នុងវីដេអូនេះអ្នកនរគ្នានឹងចាំបាន two idioms ទី1គឺ as a test មានថាប្រឡងឲ្យបានបន្ទុកខ្ពស់ប្រឡងឲ្យយកលទ្ធផលល្អយកនិទេសល្អគឺ as a test ទី2 a bad egg មានន័យថាមនុស្សមិនគួរទុកចិត្តមនុស្សមិនគួរនិយាយការពិតប្រាប់មនុស្សមាត់ដាច់មនុស្សមាត់ស្អុយមនុស្សមាត់អេកអូចមនុស្សមាត់ស៊ីអំបិលផុកហ្នឹងគឺ a bad egg